nhà lấy code màu nè hết nhà lấy code từ Telegramមួយទៀតចឹងតោះបងប្អូនថ្ងៃទីដែរខ្ញុំចង់ប្រាប់ពីរបៀបក្នុងការដោះស្រាយបញ្ហា Telegram ណាបងប្អូនណាបាទអញ្ចឹងនេះខ្ញុំនិយាយយើងច្រើនបន្តិចហើយបងប្អូនស្ដាប់ណាបាទមួយអញ្ចឹងវិធីដោះស្រាយ Telegram ពេលយើង log in ទៅទូរស័ព្ទថ្មីមួយទៀតហើយទូរស័ព្ទមួយទៀតកំពុងតែដំណើរការ Telegram របស់យើងដែរហើយមួយទៀតទូរស័ព្ទមួយទៀតគឺយើង log in ថ្មីអញ្ចឹងណាបងប្អូនចូលទៅ web ណាទៅ Safari នេះចូលឡើងហ្នឹងមកអញ្ចឹងបងប្អូនវាយពាក្យថា Telegram web អញ្ចឹងណានេះវាយ Telegram web បែកមកហើយបងប្អូនចូលយកមកបាទចូលទៅអញ្ចឹងបងប្អូនវាយលេខទូរស័ព្ទចូលទៅវាលើកណាយ៉ាងហ្នឹងឧទាហរណ៍ខ្ញុំវាខ្ញុំធ្វើមួយឆៃមិនលើខ្ញុំតាវាយមកអញ្ចឹងអូខេបើខ្ញុំវាយហើយ0.7 session ដល់ទៅមួយអូខេនេះឃើញវាលើកមក Telegram យើងអញ្ចឹងណាបាទតែបងប្អូនវាយទៅគឺចូលហើយបាទតែខ្ញុំអត់វាយទេខ្ញុំអត់ចង់បានដោយសារបើខ្ញុំវាជាប់ហើយអញ្ចឹងណាអញ្ចឹងខ្ញុំ back ទៅបាទហើយទៅបងប្អូនយកឡើងនេះមកយ៉ានេះមកហើយអញ្ចឹងយើង add វាទៅ home screen ធ្វើដូចខ្ញុំមិញណាបាទធ្វើមួយយើងទៅចូលហើយទៅ home screen នេះពងអញ្ចឹងយើងដាក់ថា Telegram អញ្ចឹងមកបាច់មានន័យថាយើងអត់ប្រើ app ទេយើងប្រើតាម web ឃើញទេអញ្ចឹងវា load បែបហ្នឹងណាអញ្ចឹង rename វាទៅយល់ណាបាទវិធីហ្នឹងបាទអត់យល់ទេចាំ comment សួរហើយវិធីទី2គឺមាន app មួយសម្រាប់ជំនួស Telegram ហ្មងបាទឥឡូវយើងចូល App Store សម្រាប់ចូល App Store នេះឃើញហើយយើងចូលមកយើងវាយពាក្យថា iMe បាទហេងវាក៏ដូច Telegram ដែរនេះណា get អាហ្នឹងក៏ដូចគ្នាមិញដែរពេលដែលយើង down វាបានហើយគឺយើងវាយលេខទូរស័ព្ទយើងចូលហើយវានឹងផ្ញើលេខកូដទៅ Telegram របស់យើងមួយទៀតកំពុងតែប្រើតែបើអត់មាន Telegram លើទូរស័ព្ទដៃមួយទៀតទេគឺវានឹងផ្ញើលេខកូដមកទូរស័ព្ទដៃយើងតែហ្មងអញ្ចឹងណាអានេះសម្រាប់ថាបើសិនបើយើងកំពុងតែឈរ Telegram នៅលើទូរស័ព្ទដៃមួយទៀតទេអញ្ចឹងណាតែបើអត់ទេគឺផ្ញើលេខកូដមកលេខយើងនឹងហ្មងបាទឥឡូវវាកំពុង install ហើយវា install សិនហើយបញ្ជាក់តិច interface របស់វាដូច Telegram ចឹងបេះបិទណាបាទដូចគ្នាហើយមួយយ៉ាងវាត្រង់ថាវាអាចឆាតទៅ Telegram បានទៀតដែរល្អមែនតើខ្ញុំសាកអូយហើយឥឡូវ open ចឹងមកបាទឡើយនេះយើងវាយលេខមកណានេះវាយលេខcủaយើងទៅបាទពងឬថាបើយើងអត់វាយលេខទេយើងមានអា QR យើងតាម QR ទៅប៉ុណ្ណឹងបាច់ទេវាយលេខតែមកទៅហ្វងណែឃើញចូលបានណាហ្នឹងហើយយ៉ាងវាដូចទៅនឹង Telegram យើងបេះដាក់ហ្មងដូចគ្នាហ្មងបាទហ្នឹងហើយល្អបំផុតហ្មងល្អហ្នឹងហើយបងប្អូនធ្វើហ្នឹងហើយបងប្អូនធ្វើតាមហ្នឹងទៅដឹងថាបានហ្មងមកស្រ័យទី2ហ្នឹងក៏អូខេយកហ្នឹងប្រើសិនដូច Telegram វាឆាតទៅវិញទៅមកបានដូចគ្នាអរគុណច្រើនវីដេអូនេះមានតែប៉ុណ្្នឹងសូមជួយចែករំលែកទាំងអស់គ្នាណាបាទ